Ngayនេះទំនេរក៏ឆ្លៀតពេលទៅមើលកន្លែងការងារដែលយើងធ្វើហើយកាលពីម្សិលមិញព្រោះថាយើងធ្វើហើយពីម្សិលមិញហ្នឹងមេឃក៏វាភ្លៀងមកហើយខ្យល់ក៏វាធ្លាក់អញ្ចឹងហើយយើងក៏បារម្ភខ្លាចពេលដែលយើងធ្វើហើយហ្នឹងវាអត់សូវល្អឲ្យភ្ញៀវយើងអញ្ចឹងហើយឥឡូវនេះដែរយើងមកដល់រង្វង់មូលគួរស្រូវហើយក៏ឆ្លៀតពេលថតយកវីដេអូទីទួចដើម្បីមើលផ្លូវជូនបងប្អូនអញ្ចឹងហើយសម្រាប់ពេលនេះឥឡូវយើងជិះមកដល់ទីតាំងដែលយើងរៀបចំផ្លាយហើយទីតាំងដែលយើងរៀបចំផ្លាយគឺវានៅជិតរង្វង់មូលគួរស្រូវហ្នឹងឯងហើយសម្រាប់លូនេះវិញគឺជាលូដែលយើងបានធ្លាក់ចូលអញ្ចឹងណាយើងថយមើលផ្លាកថយក៏វាធ្លាក់ចូលលូនឹងផ្លុកទៅហើយសម្រាប់ការងាររបស់យើងបើយើងមើលចាក់ដែងទៅវាមានវាមើលទៅវាលក្ខណៈថាវាល្អវាអត់មានបញ្ហាទេពីម៉ងក៏វារឹងហើយនិយាយមកទៅពីម៉ងទាំងត្រង់ខាងវារឹងល្អហើយសម្រាប់ផ្លាកក៏វានៅត្រង់ស្អាតវាអត់មានរេតឬដួលហើយឥឡូវនេះដែរយើងក៏ឆ្លៀតមកកន្លែងទៀតមកកន្លែងទៀតនេះគឺវានៅជិតម្ដុំព្រៃសហើយព្រៃសនេះគឺមើលទៅវាមានសម្បូរទៅដោយដីលក់ដីទំនេរចោលទំនេរចោលនេះលក្ខណៈថាដីកតុកលក់បងប្អូនចង់បានអីអាចជិះមកមើលលេងទៅហើយសម្រាប់ផ្លាកយើងវិញយើងមកដល់កន្លែងនេះវាដូចជាអត់មានបញ្ហាដែរយើងមើលទៅវាលក្ខណៈថាវានៅល្អព្រោះថាការដែលយើងធ្វើហ្នឹងគឺយើងជីកជាងជ្រៅដែរហើយយើងក៏បានដាក់ថ្មដាក់ខ្សាច់ដាក់ស៊ីម៉ងឲ្យវាល្អហើយនឹងនិយាយមកហ្នឹងគឺយើងរៀបចំឲ្យវាមាំកុំឲ្យវាមានបញ្ហារលំអញ្ចឹងណាហើយឥឡូវនេះយើងមើលរួចរាល់ហើយយើងក៏រៀបចំធ្វើដំណើរទៅផ្ទះយើងវិញហើយវីដេអូនេះយើងមានតែប៉ុណ្្នឹងឯងអរគុណច្រើន